ការពិភាក្សាមុនយើងបានដឹងហើយថាកោះដែលចម្លែកមួយនោះត្រូវបានគេហៅថាគឺជាកោះនៃព្រះហើយបរិះដែលបាននៅក្បែរទូប្ររបស់យើងគឺគាត់ជាណៃដែលខ្លាំងបំផុតរបស់មនុស្សជាតិហើយដំណើរសំព្រេងរបស់ទូប្ររបស់យើងទៅកាន់កោះនៃព្រះនោះក៏ត្រូវបានចាប់ផ្ដើមនៅពេលនោះផងដែរសួស្តីអ្នកគ្នាជួយខ្ញុំបានមកទៀតហើយ PK ហើយថ្ងៃនេះយើងនឹងបន្តរឿង Waranker ដែលជាប្រភេទរឿងមេវ៉ារបស់យើងជាបន្តទៅមុខទៀតសាច់រឿងរបស់យើងគឺចាប់ផ្ដើមនៅក្នុងទីក្រុង Trakisa ដែលស្ថិតនៅក្នុងអាណាចក្រ Walter ហើយសាច់រឿងក៏កាត់មកទីស្នាក់ការនៃការវាយតម្លៃគឺបានឃើញតួអង្គម្នាក់ដែលមានឈ្មោះថាលោកកំពុងតែគេងយ៉ាងលួស្កកនៅលើតុរបស់ខ្លួនព្រាបនោះស្រាប់តែមាននរណាម្នាក់បានមកហៅនាងដែលធ្វើឲ្យនាងភ្ញាក់ជាខ្លាំងហើយនាងបានស្រែកថាគឺមានបញ្ហាទៀតហើយដោយសារតែនាងបានដេកភេកខ្លួននៅក្នុងអំឡុងពេលធ្វើការហើយសាច់រឿងក៏កាត់មកឃើញលោកកំពុងដើរជាមួយនារីពាក់អាវសម្នាក់ហើយនារីពាក់អាវសនោះក៏បានសួរទៅកាន់លោកថាតើយប់មិញឯងចំណាយពេលពេញមួយយប់ដើម្បីហែកអំពីតាណាម្ដងទៀតហើយតែមែនទេលោកដែលជានារីទឹកជូតរបស់យើងបានតបទៅកាន់នាងវិញថាតើមានអ្វីចម្លែកទៅដោយសារតែខ្លួនគឺជាអ្នកវាយតម្លៃមួយរូបនារីពាក់អាវសនោះក៏បានតបទៅកាន់លោកវិញថាដល់ក៏ព្រោះតែហេតុនេះហើយទើបឯងត្រូវតែមើលថែសុខភាពរបស់ខ្លួនឯងគឺខុសពីខ្ញុំដោយខ្ញុំគ្រាន់តែជាអ្នកធ្វើការខាងកត់ត្រាប៉ុណ្ណោះឯងគឺមានក្នុងទុកក្នុងការបែងចែកតាណារបស់មនុស្សម្នាក់សាច់រឿងបានបញ្យល់ឲ្យយើងដឹងថាអ្នកវាយតម្លៃគឺធ្វើដំណើរជុំវិញពិភពលោកដើម្បីកំណត់អំពីតាណានិងស្គីលរបស់មនុស្សអ្នកវាយតម្លៃដែលខាតតែមានជំនាញច្បាស់លាស់និងយុត្តិធម៌បំផុតដើម្បីមានសមត្ថភាពក្នុងការកំណត់អំពីគុណសម្បត្តិនិងតាណារបស់អ្នកដទៃបានអ្នកវាយតម្លៃត្រូវតែជាប់ក្នុងការសាកល្បងជាច្រើនជាមុនសិនវាគឺជាការងារមួយដែលមានការតឹងរ៉ឹងនិងពិបាកបំផុតនៅក្នុងពិភពលោកអ្នកវាយតម្លៃទាំងអស់សុទ្ធតែអាចទុកចិត្តបានពេលនោះលោកបាននិយាយថាទោះបីជាខ្លួនគឺជាអ្នកវាយតម្លៃក៏ដោយប៉ុន្តែស្ថិតនៅកម្រិតទាបណាស់លោកបានបន្តទៀតថាដើម្បីធ្វើអ្វីដែលខ្លួនចង់ធ្វើនាងត្រូវតែខិតខំធ្វើការដើម្បីឲ្យឡើងឋានៈព្រាមនោះនារីពាក់អាវពណ៌សក៏បានសួរទៅកាន់លោកថាអូតែឯងចង់ធ្វើអីទៅលោកក៏បានតបវិញថាគឺមានរឿងជាច្រើនណាស់ដែលត្រូវធ្វើនារីពាក់អាវពណ៌សនោះក៏បាននិយាយបន្តទៀតទៅកាន់លោកថាបើសិនជាចង់ឲ្យអ្នកវាយតម្លៃឡើងតំណែងលឿនពួកគេត្រូវតែវាយតម្លៃទៅលើ ranker ណាម្នាក់លោកបានតបវិញថាត្រូវហើយប៉ុន្តែខ្ញុំមិនទាន់រកឃើញRanker ណាដែលខ្លួនពេញចិត្តនោះទេនារីពាក់អាវពណ៌សនោះក៏បានបន្តទៅកាន់លោកវិញថាស្តង់ដាររបស់ឯងគឺពិតជាខ្ពស់ពេកហើយលោកបានតបទៅកាន់នារីម្នាក់នោះវិញថាមិនមែនទេដោយសារតែ Ranker សប្តាហ៍ថ្ងៃគឺពិតជាអន់ណាស់បើត្រឡប់ទៅការពីមុនវិញ Ranker ពិតជាខ្លាំងណាស់នឹងមានការប្រកួតប្រជែងមិនឥតឈប់ឈរប៉ុន្តែឥឡូវវិញចំណាត់ថ្នាក់របស់អ្នកខ្លាំងមួយចំនួនគឺមិនរង្គើសោះអញ្ចឹងហើយទើបធ្វើឲ្យបាត់បង់គោលបំណងដើមរបស់អ្នកវាយតម្លៃពេលនោះនារីពាក់អាវសក៏បានតបទៅកាន់លោកវិញថាឯងមើលទៅដូចជាងល់នឹងការវាយតម្លៃទៅលើរ៉េងដល់ហើយយើងមើលទៅរូដូចជាសប្បាយចិត្តបន្តិចផងដែរពេលនោះលោកបាននិយាយទៅកាន់នារីពាក់អាវសវិញថាខ្ញុំចង់ដឹងណាតើមាននរណាម្នាក់នៅទីនោះដែលមានសមត្ថភាពអាចធ្វើឲ្យរ៉េងមានការប្រែប្រួលដែរឬទេនារីពាក់អាវសនោះក៏បានតបទៅកាន់លោកវិញថាគោលដែលមានសមត្ថភាពដែលអាចរកប្រហែលជានៅទីនេះហើយយើងបានឃើញថានៅក្នុងកាលលភពនោះពិតជាមានអ្នកតងប្រេងជាច្រើនមែនតើពេលនោះលោកក៏បាននិយាយទៅកាន់នារីពាក់អាវសថានេះគឺជាលើកទី3ហើយនៃការប្រឡងឋានៈជាអ្នកតងប្រេងនៅក្នុងឆ្នាំនេះហេតុអ្វីបានជាមានមនុស្សច្រើនយ៉ាងនេះព្រាមនោះនារីពាក់អាវពណ៌សក៏បានតបទៅកាន់លោកវិញថាជាធម្មតាមានមនុស្សតិចនោះទេប្រហែលដោយសារការដាក់ព្រៃអសបិនចូលជាតំបន់គ្រោះថ្នាក់កាលពី2ខែមុនហើយមើលទៅធ្វើឲ្យមានមនុស្សច្រើនយ៉ាងនេះហើយលោកក៏យល់ស្របចំពោះរឿងនេះដែរនារីពាក់អាវសក៏បានបន្តទៀតថាប្រហែលជាលើកនេះនឹងមានអ្នកមានសមត្ថភាពច្រើនហើយមើលទៅពេលនោះផងដែរនាងក៏បានណែនាំបរិមម្នាក់ឲ្យទៅកាន់លោកស្គាល់ផងដែរតែគាត់មានសហសញ្ញាថាគឺជាទិញកោខ្មៅជាប់ចំណាត់ថ្នាក់ទី753នៃឋានៈទាហានហើយនាងក៏បន្តណែនាំទៀតថាអ្នកនៅទីនោះគឺ Andy Masman មានឋានៈទី402ក្នុងឋានៈជាអ្នកបាញ់ព្រួញគ្រួសារ Masman គឺជាគ្រួសារដែលមានភាពល្បីល្បាញជាងគេក្នុងឋានៈជាអ្នកបាញ់ព្រួញឪពុករបស់គាត់ជាប់ចំណាត់ថ្នាក់លេខ2និងបងប្អូនរបស់គាត់នាពេលបច្ចុប្បន្ននេះគឺជាប់ចំណាត់ថ្នាក់លេខ7ក្នុងឋានៈជាអ្នកបាញ់ព្រួញមានពាក្យចចាមអារ៉ាមថាសូម្បីតែ Andy ដែលមានអាយុក្មេងបែបនេះក៏ល្បឿនព្រួញរបស់គាត់ស្ថិតនៅក្នុងចំណាត់ថ្នាក់ក្រោម100ផងដែរហើយអនាគតរបស់គាត់នឹងឈឺស្វាងនៅពេលអនាគតមិនខានកាលពីពួកគេក៏នៅតែមានបេក្ខជនផ្សេងដែលគួរឲ្យចាប់អារម្មណ៍ច្រើនទៀតដែរលោកបាននិយាយទៅកាន់នារីពាក់អាវពណ៌សនោះវិញថាតើម្នាក់នោះគឺជាណៃហើយម្នាក់នោះទៀតគឺជា Sailor តែមែនទេនារីពាក់អាវសនោះក៏បានតបកាន់លោកវិញពិតជាអស្ចារ្យមែនគឺត្រូវទាំងអស់លោកក៏បានតបទៅកាន់នារីពាក់អាវសវិញថាប៉ាត់មែនហើយខ្ញុំគឺជាអ្នកវាយតម្លៃណាលោកបានបន្តទៀតថាខ្លួនអាចដឹងអំពីឋានៈរបស់នរណាម្នាក់ដែលគ្រាន់តែមើលប៉ុណ្ណោះលោកបានបន្តទៀតថាឋានៈជាអ្នកសងព្រេង
នៅពេលបច្ចុប្បន្ននេះគឺមានមនុស្សជាច្រើនចង់ចុះឈ្មោះដោយសារតែពួកគេអាចមានសិទ្ធិចូលទៅកាន់កន្លែងដែលមានគ្រោះថ្នាក់ដូចជាព្រៃអសុបិនជាដើមភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ពាក់អាវពណ៌ខ្មៅភូមិតែមានកាមេពណ៌ក្រហមមកជួយកណ្ដឹងនៅទីនោះហើយនារីពាក់អាវពណ៌សក៏បានចេញទៅស្វាគមន៍បុរសម្នាក់នោះហើយការពិតគាត់គឺជាតួប្រុសរបស់យើងដែលមានឈ្មោះថាលូអ៊ីប្រុសរបស់យើងបាននិយាយទៅកាន់នារីពាក់អាវសនោះថាខ្លួនបានឮថាទីនេះគឺជាកន្លែងសម្រាប់ចុះឈ្មោះមែនទេនារីពាក់អាវសក៏បាននិយាយទៅកាន់តួប្រុសរបស់យើងថាប៉ាត់មែនហើយលោកគឺមកចំពេលល្អណាស់ដោយសារតែពេលនេះកំពុងតែមានការប្រឡងដើម្បីចុះឈ្មោះល្មមតួប្រុសរបស់យើងក៏បាននិយាយទៅកាន់នារីពាក់អាវសនោះវិញថាអញ្ចឹងហើយនារីពាក់អាវសនោះក៏បានហាច់កណ្ដាស់មួយសន្លឹកឲ្យតួប្រុសរបស់យើងដើម្បីបំពេញឈ្មោះហើយការចុះឈ្មោះចូលប្រឡងគឺត្រូវចំណាយលុយ 3000 ម៉ែលអញ្ចឹងគ្នាយើងនៅក្នុងពិភពលោកនេះគឺគេកើតជាម៉ែលហើយខ្ញុំមិនដឹងថាវាគឺជាលុយប្រភេទអ្វីនោះទេដោយមិនចាំយូរតួប្រុសរបស់យើងក៏បានហាច់លុយឲ្យទៅកាន់នារីពាក់អាវសនោះរួចក៏បំពេញឈ្មោះទៅពេលនោះនារីពាក់អាវសនោះក៏បាននិយាយអរគុណទៅកាន់តួប្រុសរបស់យើងហើយប្រាប់គាត់ថាឲ្យទៅចាំនៅបន្ទប់ប្រឡងទៅហើយលេខសម្គាល់របស់លោកគឺលេខ53ពេលនោះទូតប្រុសរបស់យើងក៏បានដើរកាតជាមួយនឹងលោកបន្តិចផងដែរដែលធ្វើឲ្យលោកមានការចាប់អារម្មណ៍ទៅលើទូតប្រុសរបស់យើងខ្ញុំមិននឹកស្មានថាមកដល់ពេលនេះហើយនៅតែមានម្នាក់មិនស្គាល់អំពីការិយាល័យនៃការវាយតម្លៃទៀតអូនឃ្យូតរបស់យើងគ្រាន់តែឃើញទូតប្រុសយើងភ្លាមធ្វើការវាយតម្លៃជីវភាពរបស់ទូតប្រុសរបស់យើងតែម្ដងចាំមើលឲ្យកូនប្រុសគេខ្លាំងណាស់ចាប់ដើមបៀឯងហើយសាច់រឿងក៏កាត់មកការប្រឡងដើម្បីយកតអ្នកជាអ្នកសងព្រេងក៏បានចាប់ដើមនារីពាក់អាវសក៏បានរៀបរាប់ឲ្យយើងដឹងថាការប្រឡងនេះគឺបែងចែកជា3ផ្នែកខុសៗគ្នាហើយផ្នែកទី1គឺការប្រឡងសរសេរដើម្បីតេស្តពីចំណេះដឹងរបស់អ្នកសងព្រេងចំណែកឯការប្រឡងទី2គឺជាការប្រឡងតេស្តសមត្ថភាពរបស់បេក្ខជនជាក់ស្ដែងចំពោះការដឹងអំពីរុក្ខជាតិនិងការសម្លាប់សត្វចំណែកឯការសាកល្បងទី3គឺគាត់មិនទាន់ប្រាប់យើងនោះទេគាត់លាក់យើងនឹងព្រមទាំងបេក្ខជនជាមុនសិនហើយជាប់ឬធ្លាក់គឺអាស្រ័យទៅលើបន្ទូសជ្រុបចុងក្រោយរបស់មនុស្សម្នាក់បើសិនជាគ្នាធ្លាក់មួយម៉ោងក៏នៅតែមានសង្ឃឹមបន្តទៀតដែរហើយការប្រឡងសរសេរក៏បានចាប់ផ្ដើមយើងឃើញថាម្នាក់គឺខំសរសេរឡើងបែកញើប៉ិនក្របពោលហើយមើលទៅមុខអាប៉ែនេះក៏យើងដឹងដែរបន្ទាប់ពីមួយសន្ទុះក្រោយមកនារីពាក់អាវសក៏បានប្រកាសថាអស់ម៉ោងហើយនាងក៏បានប្រកាសទៀតថាការប្រឡងលើកទី2នឹងត្រូវចាប់ផ្ដើមក្នុងរយៈពេល2ម៉ោងទៀតនៅក្នុងព្រៃក្រៅភូមិហើយសាច់រឿងក៏កាត់មកពេលចែវិញ្ញាសាវិញយើងឃើញថាលោកពិតជាញាប់អាវមែនតើចំពោះវិញ្ញាសាលេខ53ដែលជាលេខតួរបស់តួប្រុសរបស់យើងហើយវាពិតជាគួរឲ្យញាប់អាវមែនតើដោយសារតែវាខុសទាំងអស់ដូចជាអ្នកមើលពេលប្រឡងកណិតអញ្ចឹងដែលធ្វើឲ្យលោកនាងញាប់អាវឡើងភ្នែកឡើងសហើយសាច់រឿងក៏កាត់មកក្នុងរយៈពេល2ម៉ោងក្រោយដែលស្ថិតនៅក្នុងព្រៃក្រៅភូមិនារីពាក់អាវពណ៌សរបស់យើងក៏បានប្រកាសម្ដងទៀតហើយថាការប្រឡងលើកទី2នេះគឺជាការប្រឡងតាមប្រមាញ់ដើម្បីយកពិន្ទុអ្នកត្រូវតែនាំយករបស់ដែលមានក្នុងបញ្ជីនេះមកកាន់ទីនេះដើម្បីទទួលបានពិន្ទុទៅតាមរបស់ដែលអ្នកយកមកបើសិនជាអាចអ្នកគួរតែកំណត់គោលដៅចំពោះរបស់ដែលមានពិន្ទុខ្ពស់តាមតែអាចទៅធ្វើបានប៉ុន្តែច្បាប់ក្នុងការប្រឡងគឺហាមមិនឲ្យប្រយុទ្ធគ្នាដើម្បីដណ្ដើមរបស់នោះទេអ្នកដែលអាចប៉ារបស់នោះបានមុនគឺជាម្ចាស់របស់នោះហើយនារីពាក់អាវពណ៌សនោះក៏បានប្រកាសតទៀតថាការប្រឡងគឺត្រូវបានចាប់ផ្ដើមគាត់នារីពាក់អាវសនោះប្រកាសថាការប្រឡងបានចាប់ផ្ដើមភ្លាមពួកគេក៏នាំគ្នារត់ចូលព្រៃយកតែម្ដងបន្ទាប់ពីពួកគេរត់ចូលព្រៃហើយនាងក៏បាននិយាយថាទីបំផុតគឺពួកយើងបានសម្រេចហើយលោកតាឯងគិតថាមាននរណាជាប់ខ្លានៅពេលនេះលោកបាននិយាយទៅកាន់នារីពាក់អាវសនោះថាប្រហែលជាពាក់កណ្ដាលនៃពួកគេហើយនារីពាក់អាវសនោះក៏បានបន្តសួរទៅកាន់លោកថាតើឯងមានចាប់អារម្មណ៍ចំពោះនរណាម្នាក់ដែរឬទេលោកបានឆ្លើយតបទៅកាន់នារីពាក់អាវសនោះវិញថាពិតជាគួរឲ្យសោកស្ដាយណាស់គឺម្ដងទៀតហើយគឺមិនមានចាប់អារម្មណ៍ជាមួយនរណាទេពេលនោះមានម្ដងម្នាក់បានដើរមកហើយបានសួរទៅកាន់ពួកគេថាតើខ្លួនគឺជាអ្នកបានបញ្ចប់វាទី1ហើយមែនទេពេលនោះម្ដងម្នាក់នោះក៏បានមកលរ៉ែរីហ្គាល់ឲ្យទៅកាន់នាងដែលវាមានបន្ទូ120បន្ទុកពេលនោះនារីពាក់អាវសនោះក៏បាននិយាយទៅកាន់គាត់ថាវានៅសល់ពេលចរណាហេតុអ្វីបានជាលោកវិញ្ញាណធប់យ៉ាងនេះម្ដងម្នាក់នោះក៏បានតបទៅកាន់នាងវិញថាគាត់ដឹងហើយប៉ុន្តែបន្ទុកប៉ុណ្នេះតើវាគ្រប់គ្រាន់ហើយតើមែនទេពេលនោះនារីពាក់អាវសរបស់យើងក៏បានបន្តទៅកាន់គាត់វិញថាបើសិនជាលោកនៅបន្តបន្តិចទៀតលោកប្រហែលជាទទួលបានឋានៈខ្ពស់ជាងនេះនៅពេលដែលបញ្ចប់បរិមម្នាក់នោះក៏បានតបទៅកាន់នាងវិញថាគាត់មិនខ្វល់នោះទេក៏ព្រោះតែការងារពិតប្រាកដរបស់គាត់គឺជាទាហានគាត់មិនខ្វល់អំពីឋានៈជាអ្នកសងព្រេងនោះទេព្រាមនោះអេនឌីក៏បានរត់មកដល់ព្រមទាំងបោះពារសម្ដីថាជុំស្មានខ្ញុំមកដល់មុនគេតើឯគាត់បានមកគល់រោមអាស័យស្លោកឲ្យទៅកាន់នារីពាក់អាវបសហើយនារីពាក់អាវបសក៏បានវាយតម្លៃថារោមសត្វបាស័យមួយនេះគឺមានបន្ទូ
180 បន្ទុកពេលនោះបានធ្វើឲ្យ Andy មានការភ្ញាក់ផ្អើលព្រមទាំងលាន់ពាក្យសម្ដីថាហេតុអ្វីវាមានបន្ទូខ្ពស់យ៉ាងនេះក៏ព្រោះតែគាត់តែងតែញ៉ាំអាស័យនេះជាញឹកញាប់ពេលនៅផ្ទះព្រាមនោះបរោះពេលអាប្រក្រហមដែលស្ថិតនៅក្បែរនោះបាននិយាយថាគ្រាន់តែជារោមអាស័យមួយសងក៏យកមកអួតដែរពេលនោះ Andy ក៏បានតបប្រកាន់បរោះម្នាក់នោះវិញថាពួកវាហោះដោយស្ងៀមស្ងាត់ក្នុងល្បឿន500គីឡូម៉ែត្រក្នុងមួយម៉ោងតែឯងមានដឹងទេឯងមិនអាចសូម្បីតែមើលឃើញវាផងពេលនោះអាប៉ែទីតុយខ្មៅក៏បាននិយាយឌឺទៅកាន់ Andy វិញថាសំទោសផងខ្ញុំមិនដឹងសោះតែឯងបកកែនិយាយកំ ប្លែងយ៉ាងហ្នឹងបើឯងបកកែនិយាយកំ ប្លែងយ៉ាងហ្នឹងហេតុអ្វីមិនទៅធ្វើជាអ្នកលេងកំ ប្លែងទៅវាល្អជាងពេលនោះ Andy ក៏បានតបប្រកាន់អាប៉ែទីតុយខ្មៅវិញថាតែឯងចង់មានបញ្ហាតែមែនទេពីនោះវិញតុយខ្មៅក៏បានតបប្រកាន់លោកវិញថាបើឯងខ្លាំងហេតុអ្វីឯងមិនព្រមហក់មកពេលនោះនារីពីអែលវ៉ាសក៏បាននិយាយថាអ្នក Ranker ពិតជាចូលចិត្តបង្កបញ្ហាច្រើនមែនពេលនោះលោកក៏បាននិយាយទាំងរំភើបថាបែបនេះហើយទៅគេហៅថាគឺជាអ្នក Ranker ព្រាមនោះស្រាប់តែមាននរណាម្នាក់មកដល់ទីនោះព្រាមនោះធ្វើឲ្យគ្រប់គ្នាបានចាប់អារម្មណ៍មើលទៅកាន់គាត់ហើយគាត់គឺជាតួប្រុសរបស់យើងនឹងឯងដែលបានអស់ជាមួយនឹងខ្លាឃ្មុំក្រហមមកដល់ទីនេះដោយសារតែគាត់គឺមិនចេះវះយកគ្រឿងក្នុងរបស់ខ្លាឃ្មុំនេះយកមកធ្វើជាបន្ទូនោះទេទើបគាត់សម្រេចចិត្តអស់ខ្លាឃ្មុំនេះមកទាំងមូលដើម្បីសួរទៅកាន់ពួកនាងថាគឺឯងដែលបន្ទូជាមួយនឹងខ្លាឃ្មុំក្រហមនេះទាំងមូលបានដែរឬទេព្រាមនោះនារីពីអវសរក៏បាននិយាយទៅកាន់គាត់ថាគឺវាមិនអីនោះទេខ្លាឃ្មុំក្រហមទាំងមូលនេះគឺទទួលបាន300បន្ទុកហើយអ្នកដែលនៅក្បែរនោះគឺមានការភ្ញាក់ផ្អើលជាមួយនឹងតួប្រុសរបស់យើងជាខ្លាំងហើយពួកគេក៏បាននិយាយថាតើគាត់គឺជានរណាហេតុអ្វីគាត់មានសមត្ថភាពកម្ចាត់ខ្លាឃ្មុំក្រហមដោយគ្រាន់តែម្នាក់ឯងបែបនេះពេលនោះលូក៏បានសួរទៅកាន់តួប្រុសរបស់យើងថាហេតុអ្វីបានជាលោកមើលដឹងថាវាជាប្រភេទខ្លាឃ្មុំក្រហមដែលយើងត្រូវការចុះយ៉ាងម៉េចការប្រឡងសរសេររបស់លោកធ្វើខុសទាំងអស់អញ្ចឹងលូអ៊ីបានតបទៅកាន់លោកវិញថាដោយសារតែវាតែងតែបង្ហាញខ្លួននៅក្បែរភូមិរបស់ខ្ញុំជាញឹកញាប់ដូច្នេះហើយបានជាខ្ញុំមើលស្គាល់វាពេលនោះលោកបានលាន់មកថាភូមិរបស់លោកតែព្រាមនោះស្ដាប់តែឮសំឡេងបរិយម្នាក់បាននិយាយថាតើមាននរណាបានឃើញការប្រយុទ្ធរបស់គាត់ដែរឬទេក៏មានបរិយម្នាក់ទៀតបានឆ្លើយតបទៅកាន់គាត់ថាខ្ញុំបានឃើញការប្រយុទ្ធរបស់គាត់នៅចំពោះមុខខ្ញុំតែម្ដងហើយបរិយម្នាក់នោះក៏បាននិយាយបន្តទៅថាប៉ុន្តែខ្ញុំមិនហ៊ាននិយាយថាខ្ញុំបានឃើញការប្រយុទ្ធរបស់គាត់នោះទេដោយសារតែគាត់គ្រាន់តែដកដាវខ្លាឃ្មុំនោះក៏បានស្លាប់ដេកដីបាត់ទៅហើយអញ្ចឹងទូប្រុសយើងគាត់ពិតជាខ្លាំងមែនទែនដោយគ្រាន់តែដកដាវសក៏ខ្លាឃ្មុំនោះបានស្លាប់បាត់ទៅហើយដល់ពេលដែលឮបែបនេះលូក៏បានសន្លប់មកទៅកាន់ទូប្រុសរបស់យើងខ្លាំងមែនទែនមើលទៅបំរងទីចង់ញ៉ាំគាត់ហើយសាច់រឿងក៏កាត់មកមួយម៉ោងក្រោយមកការទេសសាកល្បងលើកទី3ក៏បានចាប់ផ្ដើមហើយអូនវ៉ែនតារបស់យើងក៏បានប្រកាសម្ដងទៀតហើយតែអ្នកទាំងអស់គ្នាដឹងទេថាតើណាជាអ្នកសងព្រេងគឺតែងតែប្រយ័ត្នចំពោះរឿងអ្វីខ្លះហើយនាងក៏បានបន្តទៀតថាគឺតែងតែប្រយ័ត្នជាមួយនឹងរឿងពីរយ៉ាងជាមួយនឹងបិសាចនិងប្រយ័ត្នជាមួយនឹងមនុស្សបេសកកម្មរបស់អ្នកសងព្រេងគឺតែងតែទៅរកនៅតំបន់ដែលគ្មានអ្នកស្គាល់ហើយស្ថិតនៅដាច់ស្រយាលពីគេជាធម្មតាអ្នកសងព្រេងទាំងអស់តែងតែប្រឈមមុខជាមួយនឹងចោរព្រៃនិងចោរសមុទ្រពួកគេដាច់ខាតទៅតែខ្លាំងដើម្បីប្រឈមមុខជាមួយនឹងបញ្ហានោះបានហើយអូនវ៉ែនតារបស់យើងក៏បានបន្តទៀតថាអញ្ចឹងការប្រកួតចុងក្រោយនេះគឺច្បាស់ជាការប្រកួតរវាងបេក្ខជននិងបេក្ខជនហើយវាគ្រាន់ជាការតែសមត្ថភាពប៉ុណ្ណោះដូច្នេះការចាញ់ឬឈ្នះគឺមិនប៉ះពាល់ក៏ដល់ការជាប់ឬធ្លាក់នោះទេពេលនោះ Andy បាននិយាយថាដូច្នេះគាត់យល់ហើយហេតុអ្វីបានជាពួកគេមិនប្រាប់អំពីការតេស្តសាកល្បងលើកចុងក្រោយនេះតាំងពីមុនដំបូងមកដោយសារតែបើសិនជាបេក្ខជនទាំងអស់គ្នាដឹងនោះពួកគេនឹងព្យាយាមរកវិធីដើម្បីទម្លាក់បេក្ខជនដទៃទៀតដូច្នេះហើយបានជាពួកគេចាត់ទុកវាគឺជារឿងសម្ងាត់អូខេអញ្ចឹងគ្នាយើងខ្ញុំសូមបើកវងកញ្ចក់ទីចំពោះឈ្មោះតួអង្គម្នាក់ដែលខ្ញុំហៅថាគឺជាទីងទៅខ្មៅតាមពិតទៅគឺគាត់មិនមែនឈ្មោះបែបហ្នឹងទេប៉ុន្តែខ្ញុំសូមហៅគាត់ថាជាទីងទៅខ្មៅដោយសារតែឈ្មោះគាត់គឺពិបាកហៅពេកដល់តែខ្ញុំបានចែកមិនដឹងថាផ្នែកណាគឺឈ្មោះរបស់គាត់ឲ្យច្បាស់នោះទេក៏បានឈ្មោះរបស់គាត់គឺផ្ដើមមកពីទីងតុយឬក៏យើងហៅថាអល់ឬក៏គឺឈ្មោះកតុយរបស់គាត់គឺឈ្មោះថាដាគីសអញ្ចឹងខ្ញុំមិនដឹងថាឈ្មោះរបស់គាត់គឺអល់ដាគីសឬក៏គាត់មានតកូលគ្រួសារថាគឺជាដាគីសនោះទេអញ្ចឹងហើយខ្ញុំសូមហៅគាត់ថាគឺជាទីងតុយខ្មៅទៅចោះបើសិនតែយើងយកពាក្យទាំងមូលនេះទៅបកប្រែវានឹងចេញជាទីងតុយនៃភាពងងឹតដូច្នេះខ្ញុំសូមហៅគាត់ថាគឺជាទីងតុយខ្មៅចោះពីស្រួលហៅជាងសង្ឃឹមថាអ្នកគ្នានឹងយល់អញ្ចឹងហើយខ្ញុំសូមនិយាយអំពីប្រវត្តិរបស់គាត់បន្តិចតែគាត់គឺជាមេដឹកនាំនៃក្រុមកញ្ចក់ក្រហមហើយគាត់មានភាពលេចធ្លោជាងគេនៅក្នុងប្រទេសមួយនេះឥឡូវយើងកាន់ចូលមកដល់សាច់រឿងរបស់យើងវិញព្រាមនោះស្រាប់តែមានបរិយាមានធំម្នាក់បានមកចាប់ឆ្មាអាប៉ែទីងតុយខ្មៅរបស់យើងដោយបបួលគាត់មកវាយគ្នាជាមួយនឹងខ្លួនអាប៉ែម៉ាប់នោះក៏បាននិយាយបន្តទៀតថាការតេស្តមុននឹងឯងគ្រាន់តែរើសរំលមួយដុំប៉ុណ្ណោះខ្ញុំលើថាក្នុងតាណាជាទាហានគឺគ្មានអ្វីអស្ចារ្យនោះទេគឺបានត្រឹមតែអួតអេងអាងប៉ុណ្ណោះឯងហើយឯងត្រឹមតែទាហានតាណាទី3ប៉ុណ្ណោះតែឯងមានសមត្ថភាពអ្វីដែរព្រាមនោះប្រមាថរបស់យើងក៏បានហោះវាយអាប៉ែទីងតុយខ្មៅមួយទំហឹងតែម្ដងអាប៉ែទីងតុយខ្មៅរបស់យើងក៏បានដកយកដងដាវរបស់ខ្លួនបុកចំចង្ការរបស់អាប៉ែនោះធ្វើឲ្យគាត់ដួលបាសជើងទាំងងាំងតែម្ដ
ដងព្រមទាំងនិយាយទាំងសង្ហាថាកុំទោះផងខ្ញុំមិនអាចទទួលយកការប្រមាថមួយនេះបានទេតែធ្វើឲ្យអូនមែនតើមានការចាប់អារម្មណ៍ចំពោះគាត់មែនតើពេលនោះអូនមែនតើរបស់យើងក៏បាននិយាយទៅកាន់គាត់ថាយោងតាមបន្ទូលរបស់ប្រូម៉ាម្នាក់ហ្នឹងគាត់គុំតែធ្លាក់ដដែលនោះទេពេលនោះអ្នកនៅជុំវិញទីនោះក៏បានលន់មកថាប្រូម៉ាម្នាក់ហ្នឹងគឺពិតជាឈ្គួតមែនតើដែលហ៊ានទៅប្រយុទ្ធជាមួយនឹងអ្នកដែលមានចំណាត់ថ្នាក់លេខ3ក្នុងចំណោមចំណាត់ថ្នាក់ពិសេសដែលពួកគេគឺមានកម្លាំងដូចជា3សាច់អញ្ចឹងពេលនោះអូនមែនតើរបស់យើងក៏បាននិយាយថាមិនដឹងថាមាននរណាគឺជាដៃគូរបស់ទិញទៅខ្មៅនោះទេគឺប្រហែលមានតែ Andy នោះទេពេលនោះលោកក៏បាននិយាយទៅកាន់អូនពាក់វ៉ែនតាថាតើខ្លួនអាចជ្រើសរើសអ្នកប្រយុទ្ធណាម្នាក់ក្នុងអំឡុងពេលក្នុងការប្រកួតឲ្យមកប្រកួតគ្នាតាមអ្វីដែលខ្លួនចង់បានដែរឬអត់អូនមែនតើក៏បាននិយាយទាំងស្ទះស្ទើរវិញថាបានពិតជាបានហើយការប្រកួតក៏បានចាប់ផ្ដើមយើងឃើញថាបេក្ខជនជាច្រើនបានប្រកួតគ្នាហើយមានអ្នកខ្លះចាញ់ហើយអ្នកខ្លះក៏ឈ្នះរហូតមកដល់ការប្រកួតទី8ពេលនោះលោកបាននិយាយថាបេក្ខជនលេខ27និងបេក្ខជនលេខ41គឺត្រូវប្រកួតជាមួយនឹងបេក្ខជនលេខ53បេក្ខជនលេខ27និងបេក្ខជនលេខ41ទៅសហការគ្នានឹងប្រកួតជាមួយនឹងបេក្ខជនលេខ53តែម្នាក់ឯងពេលនោះទិញទៅខ្មៅក៏បាននិយាយថាតើគណៈកម្មការកំពុងតែកាត់អ្វីហើយ Andy ក៏បាននិយាយបន្តទៀតថាខ្ញុំខានទទួលបានការមើលងាយបែបនេះជាយូរណាស់មកហើយពីលោកបានប្រកាសឲ្យបានធ្វើឲ្យអូនមែនតើមានការភ្ញាក់ផ្អើលមែនតើហើយក៏បានធ្វើទៅកាន់លោកថាតែឯងច្បាស់ហើយមែនទេក្នុងការធ្វើបែបនេះលោកបានតបទៅវិញថាខ្លួនប្រកាសហើយខ្លួនគឺមើលមនុស្សមិនខុសនោះទេគាត់គឺជាអ្នកខ្លាំងហើយទោះឯប្រុសរបស់យើងក៏បានត្រៀមខ្លួនក្នុងការប្រយុទ្ធផងដែរអូខេអ្នកគ្នាយើងសាច់រឿង Ranker របស់យើងគឺសូមបញ្ចប់តែប៉ុណ្ណឹងហើយយើងមានតែរងចាំទស្សនានៅពេលក្រោយនោះទេបើសិនតែគ្នាចង់ដឹងថាតើគូប្រុសរបស់យើងគឺអាចទប់ទល់ជាមួយនឹង Andy និងទីងទុយខ្មៅបានដែរឬទេបើសិនតែអ្នកគ្នាចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like and subscribe ទាំងអស់គ្នាពីខ្ញុំមក PK ជួបគ្នាវីដេអូក្រោយទាំងអស់គ្នា